នៅទីបំផុតព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោកណាបានមកដល់ហើយបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាបើគិតថេរវេលាតាមម៉ោងពេលនៅស្រុកខ្មែរយើងគិតត្រឹមម៉ោងវីដេអូដែលខ្ញុំចេញផ្សាយនេះគឺនៅសល់ប្រហែលជា5ម៉ោងលើសតិចតួចទេបងប្អូនគឺនឹងដល់ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោកដែលគេហៅថា FIFA World Cup ឆ្នាំ2026នេះបងប្អូនខ្ញុំសូមរំលឹកបញ្ជាក់ថាប្រទេសដែលជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោកនៅក្នុងឆ្នាំ2026នេះមាន3ប្រទេសឯណោះទី1គឺមានមីស៊ីកូទី2គឺមានអាមេរិកទី3គឺកាណាដាអញ្ចឹងប្រទេសទាំង3នេះគឺនឹងធ្វើគេហៅថាពិធីប្រារព្ធបើកនៅកម្មវិធីណា FIFA World Cup នេះប៉ុន្តែប្រទេសដែលគេផ្ដល់សិទ្ធិឲ្យមុនគេធ្វើការបើកនៅកម្មវិធីនេះហ្នឹងគឺប្រទេសមីស៊ីកូនេះឯងនៅរាត្រីនេះណាបងប្អូនអញ្ចឹងគឺនៅរាត្រីនេះប្រទេសមីស៊ីកូគាត់នឹងធ្វើការបើកកម្មវិធីមានតារាចម្រៀងក៏ដូចជាប្រពៃណីទំនៀមទម្លាប់របស់គាត់ទៅតាមអ្វីដែលកម្មវិធីគេបានរៀបចំរយៈពេល90នាទីរួចរាល់ហើយជំរឿសជាតិរបស់ប្រទេសមីស៊ីកូនេះនឹងត្រូវជួបជំរឿសជាតិអាហ្វ្រិកខាងត្បូងបងប្អូនអញ្ចឹងនេះគឺជាការប្រកួតរវាងគេហៅថាជំរឿសជាតិប្រទេសណាមីស៊ីកូនិងជំរឿសជាតិប្រទេសអាហ្វ្រិកខាងត្បូងនៅក្នុង Pool A ដើម្បីណាបាទប្រកួតប្រជែងគ្នាក្នុង Pool A ដើម្បីឈ្មោះទៅណាជំរុះបន្តទៅទៀតអញ្ចឹងយើងរងចាំមើលក្នុងរយៈពេលណាតិចទៀតហ្នឹងគឺដល់ហើយម៉ោងនេះគឺយើងកំពុងតែរំកិលទៅហើយប្រទេសមីស៊ីកូកំពុងតែរំជើបរំជួលហើយបើកឆាកផងបងប្អូនរងចាំទស្សនា